វីដេអូនេះជាវីដេអូបណ្ដុះបណ្ដាលសម្រាប់ណែនាំអំពីនីតិវិធីការងារនិងវិធានសុវត្ថិភាពចាំបាច់សម្រាប់ការងារលើកទំនិញដោយក្រងចល័តសូមមើលវីដេអូនេះរហូតដល់ចប់មុនពេលធ្វើការងារនិងពិនិត្យមើលហានិភ័យជាមុនដើម្បីការពារឧបទ្ទហេតុនិងអនុវត្តការងារឲ្យមានសុវត្ថិភាពចំណុចអនុវត្តរួមនេះជាចំណុចអនុវត្តរួមដែលត្រូវគោរពនៅពេលធ្វើការងារជាមួយក្រងចល័តនៅពេលធ្វើការងារត្រូវពាក់ឧបករណ៍ការពារសុវត្ថិភាពជានិច្ចមុននិងបន្ទាប់ពីការងារត្រូវរក្សាស្ថានភាពរៀបចំឲ្យមានរបៀបរៀបរយជានិច្ចការងារទាំងអស់ត្រូវអនុវត្តបន្ទាប់ពីទទួលបានការអនុញ្ញាតពីការងារនៅពេលធ្វើការងារត្រូវធានាផ្លូវដំណើរនិងកន្លែងឲ្យមានគ្រប់គ្រាន់នៅពេលធ្វើការងារលើទីខ្ពស់លើសពី2ម៉ែត្រត្រូវភ្ជាប់ខ្សែសុវត្ថិភាពហាមដកចេញឬដោះឧបករណ៍សុវត្ថិភាពដោយខ្លួនឯងហាមឲ្យចូលក្បែរនៅពេលធ្វើការលើកទំនិញធ្ងន់ដោយប្រើក្រង់ចំណុចត្រួតពិនិត្យមុនការងារខាងក្រោមនេះជាចំណុចដែលត្រូវត្រួតពិនិត្យមុនពេលធ្វើការងារត្រូវពិនិត្យស្ថានភាពការពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនត្រូវពាក់មួកសុវត្ថិភាពស្បែកជើងសុវត្ថិភាពខ្សែសុវត្ថិភាពអាវសុវត្ថិភាពនិងស្រោមដៃការពារការចាប់ច្របាច់ត្រូវពិនិត្យស្ថានភាពខ្សែចុងនិងឧបករណ៍ភ្ជាប់ link clutch ត្រូវពិនិត្យស្ថានភាពខាងក្រៅនៃភ្លុកសុវត្ថិភាពខ្សែដែកនិងស្ថានភាពដំណើរការរបស់ឧបករណ៍បិទបើកទំពក់ត្រូវពិនិត្យស្ថានភាពឧបករណ៍ការពារការបែកឬដួលរបស់ជណ្ដើរចល័តឬជណ្ដើរបន្ទាប់ពីយន្តដឹកជញ្ជូនឈប់ត្រូវពិនិត្យថាម៉ាស៊ីនស្ថិតក្នុងស្ថានភាពបិទនិងបានដំឡើងឧបករណ៍ទប់កង់រួចរាល់ចាប់ពីពេលនេះទៅយើងនឹងពន្យល់អំពីនីតិវិធីការងារលើកទំនិញដោយក្រងចល័តនីតិវិធីការងារលើកទំនិញដោយក្រងចល័តនៅពេលធ្វើការលើរថយន្តមុនពេលធ្វើការងារត្រូវអនុវត្តច្បាប់ជាសកលជានិច្ចរថយន្តដឹកជញ្ជូនត្រូវបិទម៉ាស៊ីនតាមការណែនាំរបស់អ្នកផ្ដល់សញ្ញាហើយអ្នកធ្វើការត្រូវពិនិត្យថាម៉ាស៊ីនបានបិទរួចហើយដាក់ឧបករណ៍ទប់កង់លើរថយន្តអ្នកធ្វើការតាក់ទងជាមួយអ្នកបើកក្រង់តាមវិទ្យុហើយបញ្ចុះខ្សែក្រង់ទៅលើផលិតផលអ្នកធ្វើការដំឡើងជណ្ដើរដែលមានអាវុធទប់ស្ថិរភាព outrigger លើផលិតផលអ្នកធ្វើការភ្ជាប់ខ្សែសុវត្ថិភាពទៅកាន់ភ្លុកសុវត្ថិភាពដែលភ្ជាប់នៅខ្សែក្រង់ខណៈដែលនៅលើដីអ្នកធ្វើការដែលភ្ជាប់ខ្សែសុវត្ថិភាពត្រូវឡើងតាមជណ្ដើរជាគូ2នាក់ទៅលើផលិតផលអ្នកធ្វើការដែលឡើងដល់លើផលិតផលត្រូវដំឡើងឧបករណ៍ចុងពីចំណុចឆ្ងាយពីជណ្ដើរជាមុនប្រសិនបើមិនភ្ជាប់ខ្សែសុវត្ថិភាពអាចជាប់ខ្សែក្រង់និងបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ពីភ្ជាប់អង្ខោគ្រប់គ្រាន់អ្នកធ្វើការត្រូវចុះតាមជណ្ដើរដោយដើរថយក្រោយជាគូ2នាក់អ្នកធ្វើការដែលចុះមកដីត្រូវដោះខ្សែសុវត្ថិភាពនៅលើដីបន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកន្លែងសុវត្ថិភាពបន្ទាប់មកផ្លាស់ទីផលិតផលទៅលើរថយន្តដឹកជញ្ជូនអ្នកធ្វើការប្រើខ្សែណែនាំដើម្បីផ្លាស់ទីផលិតផលទៅទីតាំងសមស្របនៅពេលធ្វើការលើកទំនិញមិនត្រូវឡើងលើរថយន្តជាមុនដើម្បីការពារការធ្លាក់បន្ទាប់ពីដាក់ចុះរួចអ្នកធ្វើការត្រូវដំឡើងជណ្ដើរដែលមាន outrigger លើរថយន្តអ្នកធ្វើការភ្ជាប់ខ្សែសុវត្ថិភាពទៅភ្លុកសុវត្ថិភាពនៅខ្សែក្រង់ខណៈនៅលើដីអ្នកធ្វើការដែលភ្ជាប់ខ្សែសុវត្ថិភាពត្រូវឡើងលើរថយន្តតាមជណ្ដើរជាគូ2នាក់បើកម្ពស់ផលិតផលលើរថយន្តលើសកម្ពស់ចង្កេះត្រូវដំឡើងជណ្ដើរបន្ថែមនិងធ្វើការជាគូ2នាក់អ្នកធ្វើការដែលឡើងលើផលិតផលត្រូវដោះឧបករណ៍ចុងពីចំណុចជិតជណ្ដើរជាមុនបន្ទាប់ពីដោះអង្ខោទាំងអស់អ្នកធ្វើការត្រូវចុះពីផលិតផលតាមជណ្ដើរដោយដើរថយក្រោយជាគូ2នាក់អ្នកធ្វើការត្រូវចុះតាមជណ្ដើរដោយដើរថយក្រោយមកដល់ដីការចុះជណ្ដើរទៅមុខអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្លាក់អ្នកធ្វើការដែលចុះមកដីត្រូវដោះខ្សែសុវត្ថិភាពចេញពីភ្លុកសុវត្ថិភាពបន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកន្លែងសុវត្ថិភាពអ្នកបើករថយន្តត្រូវពិនិត្យថាម៉ាស៊ីនបានបិទហើយភ្ជាប់ផលិតផលយ៉ាងរឹងមាំយ៉ាងហោចណាស់ពីកន្លែងដោយមិនអល់អើអ្នកធ្វើការដោះឧបករណ៍ទប់កង់ចេញពីយន្តអ្នកផ្ដល់សញ្ញាណែនាំរថយន្តដឹកទំនិញឲ្យចេញដោយសុវត្ថិភាពនីតិវិធីការងារលើកទំនិញដោយក្រងចល័តនៅពេលធ្វើការនៅលើដីរថយន្តដឹកជញ្ជូនត្រូវបិទម៉ាស៊ីនតាមការណែនាំរបស់អ្នកផ្ដល់សញ្ញា
ហើយអ្នកធ្វើការត្រូវពិនិត្យថាម៉ាស៊ីនបានបិទរួចហើយដាក់ឧបករណ៍ទប់កង់លើរថយន្តអ្នកធ្វើការតាក់ទងជាមួយអ្នកបើកត្រង់តាមវិទ្យុហើយបញ្ចុះខ្សែក្រង់ទៅលើរថយន្តដឹកជញ្ជូនអ្នកធ្វើការដំឡើងជណ្ដើរដែលមាន outrigger លើរថយន្តដឹកជញ្ជូនអ្នកធ្វើការភ្ជាប់ខ្សែសុវត្ថិភាពទៅកាន់ប្លុកសុវត្ថិភាពដែលភ្ជាប់នៅខ្សែក្រង់ខណៈដែលនៅលើដីអ្នកធ្វើការដែលភ្ជាប់ខ្សែសុវត្ថិភាពត្រូវឡើងលើរថយន្តតាមជណ្ដើរជាគូ2នាក់បើកម្ពស់ផលិតផលលើរថយន្តលើសកម្ពស់ចង្កេះត្រូវដំឡើងជណ្ដើរបន្ថែមនិងធ្វើការជាគូ2នាក់បន្ទាប់ពីដោះអង្ខោទាំងអស់អ្នកធ្វើការត្រូវចុះពីផលិតផលតាមជណ្ដើរដោយដើរថយក្រោយជាគូ2នាក់អ្នកធ្វើការត្រូវចុះតាមជណ្ដើរដោយដើរថយក្រោយមកដល់ដីអ្នកធ្វើការដែលចុះមកដីត្រូវដោះខ្សែសុវត្ថិភាពចេញពីប្លុកសុវត្ថិភាពបន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកន្លែងសុវត្ថិភាពអ្នកធ្វើការផ្លាស់ទីទៅកន្លែងដាក់សម្ភារៈហើយជ្រើសរើសទីតាំងដែលមានផ្ទៃស្មើនឹងទីតាំងឈើត្រុសបន្ទាប់មកផ្លាស់ទីផលិតផលទៅកន្លែងដាក់សម្ភារៈនៅពេលនេះត្រូវធានាអង្កត់ផ្ចិតលើកទំនិញនិងគ្រប់គ្រងការចូលរបស់អ្នកធ្វើការយ៉ាងតឹងរ៉ឹងដើម្បីការពារការធ្លាក់អ្នកធ្វើការប្រើខ្សែណែនាំដើម្បីកែតម្រូវទីតាំងនៅពេលផលិតផលមកដល់កម្ពស់ភ្នែកអ្នកធ្វើការភ្ជាប់ខ្សែសុវត្ថិភាពទៅកាន់ប្លុកសុវត្ថិភាពដែលភ្ជាប់នៅខ្សែក្រង់ខណៈដែលនៅលើដីអ្នកធ្វើការដែលភ្ជាប់ខ្សែសុវត្ថិភាពត្រូវឡើងតាមជណ្ដើរជាគូ2នាក់ទៅលើផលិតផលអ្នកធ្វើការដែលឡើងលើផលិតផលត្រូវដោះឧបករណ៍ចុងពីចំណុចជិតជណ្ដើរជាមុនបន្ទាប់ពីដោះអង្ខោទាំងអស់អ្នកធ្វើការត្រូវចុះតាមជណ្ដើរដោយដើរថយក្រោយជាគូ2នាក់អ្នកធ្វើការដែលចុះមកដីត្រូវដោះខ្សែសុវត្ថិភាពនៅលើដីបន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកន្លែងសុវត្ថិភាពបន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកន្លែងសុវត្ថិភាពការធ្វេសប្រហែសតូចអាចនាំឲ្យមានគ្រោះថ្នាក់ធំសូមគោរពនីតិវិធីសុវត្ថិភាពដើម្បីអនុវត្តការងារឲ្យមានសុវត្ថិភាពនៅថ្ងៃនេះផងដែរ